តអូខេថ្ងៃនេះយើងមកឆាបាយគ្រឿងបុរាណណាបាយឆាគ្រឿងបុរាណមាននៅក្នុងហាងរបស់ខ្ញុំហើយក៏ខ្ញុំអត់ហ៊ានធានាដែរថានៅហាងផ្សេងៗមានតែបើហាងសិស្សរបស់ខ្ញុំដែលរៀនទៅគឺមានណាភាគរយតិចដែលមាននៅហាងផ្សេងបាយឆាគ្រឿងនេះគឺខ្ញុំរៀនចេះពីអ៊ំម្នាក់ដែលគាត់រស់នៅបាត់ដំបងតាំងពីឆ្នាំ2006 2007ណាតឥឡូវយើងមកឆាណាបាយឆាគ្រឿងបុរាណអញ្ចឹងយើងដាក់ប្រេងឆាយើងចូលធម្មតាមកនេះប្រេងមិនបាច់ប្រើច្រើនពេកទេនំតលន់នេះមិនភ្លេចទេទោះបីយ៉ាងណាក៏យើងតែបើកក្លិននិងខ្ទឹមយើងដែរតែគេថាបើកណាបើកក្បាលដំបងអញ្ចឹងយើងដាក់គ្រឿងធម្មតាតែមកយើងដាក់សាច់ចូលសាច់គោក៏បានជ្រូកក៏បានសាច់មាន់ក៏បានតែបាយឆាគ្រឿងនេះវាត្រូវច្រើនជាងគេទៅលើសាច់មាន់ហើយដាក់បន្លែចូលគ្រឿងយើងអត់មានអីទេមានស្លឹកក្រូចជីបន្សុយរំដេងស្លឹកគ្រៃម្ទេសក្រហមម្ទេសក្រៀមផ្លោកធំហ៎ហើយនឹងម្ទេសក្រៀមហឹលធម្មតាយ៉ាងនេះយើងដាក់តិចតិចទេដើម្បីកុំឲ្យវាហឹលខ្លាំងហើយល្មៀតហើយខ្ទឹមសខ្ទឹមក្រហមបុកចូលផ្សំចូលគ្នាទៅណាតែជាគ្រឿងខ្មែរយើងហើយអញ្ចឹងយើងលីងគ្រឿងលីងបន្លែយើងឲ្យឈ្ងុយមកវីដេអូនេះខ្ញុំមកប្រើផ្សំគ្រឿងដៃប៉ុន្តែខ្ញុំប្រើសោះទេព្រោះខ្ញុំបរៀនសិស្សអញ្ចឹងយើងបិទគ្រឿងទៅបិទភ្លើងសិនទៅដើម្បីយើងផ្សំគ្រឿងកុំឲ្យខ្លោចអញ្ចឹងបើសិនជាយើងផ្សំគ្រឿងដៃយើងប្រើស្ករប៉ុណ្នេះនេះសាព្រាយើងសាព្រាវែងហ្នឹងយើងប្រើស្ករប៉ុណ្ណឹងវាចិត្តពេញសាព្រាណាចិត្តពេញសាព្រាប៉ុន្តែនេះខ្ញុំអត់ផ្សំគ្រឿងដៃណាខ្ញុំប្រើសោះតែខ្ញុំថាបើសិនជាបងប្អូនចង់ធ្វើបងប្អូនអាចផ្សំគ្រឿងដៃតាមខ្ញុំបានយើងដាក់ស្ករប៉ុណ្ណឹងមកតមកទៀតប៊ីចេងយើងប្រើមកចុងសាព្រាណាមកចុងសាព្រាបន្តិចបានហើយណាប៊ីចេងអាសាស៊ុបនេះយើងប្រើមកចុងសាព្រាដែរតែច្រើនជាងប៊ីចេងណាអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងខ្ញុំអត់ដាក់ទេព្រោះដោយសារតែខ្ញុំមកប្រាប់របៀបប្រើគ្រឿងដៃហើយខ្ញុំប្រើសោះទេព្រោះវីដេអូនេះគឺខ្ញុំបរៀនសិស្សរបស់ខ្ញុំឲ្យប្រើសោះណាអូខេបន្តមកទៀតយើងមានប្រេងខ្យងយើងដាក់ប៉ុណ្នេះមកណាប្រេងខ្យងណាយើងដាក់ប៉ុណ្ណឹងមកបន្តមកទៀតទឹកស្អ៊ីវគឺយើងប្រើប៉ុណ្នេះដែរណាយើងប្រើប៉ុណ្ណឹងដែរអញ្ចឹងបន្ទាប់ពីយើងដាក់គ្រឿងហើយយើងផ្សំមកយើងឆាមកហើយឆាមកយើងដាក់បាយមកណាតែនេះខ្ញុំប្រើសោះអូខេខ្ញុំប្រើសោះហើយសម្រាប់សិស្សខ្ញុំរៀនអញ្ចឹងសិស្សដែលរៀនគឺយើងប្រើមួយវែក30ក្រាមយើងដាក់ចូលមកយើងឆាមកគ្រឿងមិញគ្រឿងដៃមិញយើងដាក់ឲ្យយើងឆាដូចគ្នាមកតែនេះយើងដាក់មកយើងឆាដូចគ្នាមកអូខេអញ្ចឹងអ្នកដែលញ៉ាំហឹលដាក់ម្ទេសចូលដល់ពេលយើងដាក់គ្រឿងយើងដាក់ម្ទេសរួចរាល់ហើយអស់ហើយយើងដួសបាយដាក់បាយប្រើមួយវែកបាយយើងប្រើចំនួន300ក្រាមណាក្នុងមួយចានមួយកូនចានទឹកស្មើនឹង300ក្រាមហើយពេលដែលខ្ញុំឆាគឺខ្ញុំតែគោះវែកដើម្បីឲ្យធ្លាក់បាយចេញពីវែកហើយចុងវែកនេះយើងប្រើចុងវែកនេះកន្លែងនេះយើងចុចបាយកុំប្រើតប៉ាទេចុចតប៉ាចឹងចុចធ្វើឲ្យបាយអៀចអញ្ចឹងយើងប្រើចុងវែកតិចនេះបាទនេះហើយយើងចុចលើបាយមកទីចុងក្រោយម្រះព្រៅចូលមកអូខេរួចរាល់ឃើញស្ងួតល្អហ៎អញ្ចឹងសម្រាប់សិស្សដែលរៀនវគ្គបាយឆារបៀបប្រើសោះគឺយើងប្រើដូចមិញហើយសម្រាប់បងប្អូនដែលចង់ធ្វើញ៉ាំបើអត់មានសោះទេយើងអាចផ្សំគ្រឿងដៃតែបើចង់បានសោះអាចចេញរូបមន្តពីខ្ញុំទៅរូបមន្តសោះបាយឆានេះអាចឆាបាយបានគ្រប់មុខមិនថាបាយក៏ដោយយើងឆាបានដែរណាអញ្ចឹងរូបមន្តមួយមុខនេះគឺល្អខ្លាំងណាស់ចង់ឆាបាយក៏បានដែរណាប៉ុន្តែអត់តែបាយម្រះព្រៅទេបាយម្រះព្រៅវាមានសោះរបស់វាផ្សេងនេះសោះម្រះព្រៅហើយបាយឡុកឡាក់វាមានសោះរបស់វាផ្សេងពីរហ្នឹងចែកដាច់អត់ដាក់ចូលគ្នាទេប៉ុន្តែបាយទូទៅបាយអីក៏បានដែរគឺយើងឆាទឹកសោះទាំងអស់តោះអញ្ចឹងហើយ